慈济60周年系列报道《风月同天》。今天我们要跟您讲的故事是破碎土地上的小小光芒。我们的主角是亚洲国家柬埔寨。提起了这个国家，你一定不会忘记吴哥窟，珍贵的世界文化遗产。走过将近900年的岁月，它的宏伟从不曾消减。吴哥窟像是一座巨大的须弥山，每一位信徒都努力的想要攀上这一座心中的圣殿。柬埔寨是一个佛教国度，超过90%的国民信仰的是上座部佛教。可是佛眼凝望，也见证了这一座土地的劫难。1975年开始，红色高棉入侵了柬埔寨，高压统治长达将近4年的时间，造成了将近200万人的死亡。他们很多都是社会精英，像是医师、律师和教师等等，让柬埔寨那个世代失去了1/4的人口。紧接着1978年，越柬战争开打了。这一仗又打了11年的时间，接二连三的兵险让柬埔寨成为全世界地雷污染最为严重的国度。保守估计，在这个国家深埋着600万颗的地雷，也因此误触地雷死亡的人数已经累积超过1.9万人。另外还有4万5千人，他们因为踩到地雷而必须截肢，成为一个终身残疾者。让我们来想一想，当他们失去了自己的双腿或双手，自然无法找到一个好的工作，经济的恶化像是一个世代的恶性循环。再加上很多农田因为埋设了地雷而无法耕种，所以这个国家的贫穷率始终超过了16%，城乡差距非常严重，乡下地区的贫穷率则是更高了。今天在这一块破碎的土地上，我们要带您认识女孩，她的名字叫做潘晓彤。因为患有先天性的心脏病，导致她的身材非常的纤细瘦小。一开始，她觉得自己总是冷静的、客观的，躲在镜头背后记录与观察慈济的活动。可是走过10多年之后，她发现了一个很特别的现象，那就是柬埔寨的苦难这么辽阔，这一群慈济人的力量这么小，就像小蚂蚁一样，但他们竟然从来没放弃。这种小蚂蚁也想要愚公移山的精神，让镜头后面的那双眼睛湿润了，心被融化了。潘晓彤是土生土长的柬埔寨人，对于家与国的苦难，他比谁都更了解。可是，在这一片破碎的土地上，他愿意当那一盏小小的光芒，因为他知道这一盏一盏的灯光被点亮，透过时间的累积，终究能够改变一些事情。佛教在柬埔寨是国家的文化与宗教，但是慈悲在这里不是抽象的哲学，而是对苦难的回应。这个道理，慈济人懂，潘晓彤也懂。让我们来听听他来述说自己的故事。ប្រទេសកម្ពុជាគឺជាមាតុភូមិរបស់ខ្ញុំនៅតាមភូមិស្រុកតែងបានឃើញក្មេងៗដែលមានសក់ពណ៌ទង់ដែងពួកគាត់មិនបានលាបពណ៌សក់នោះទេតែដោយសារពួកគាត់ខ្វះនៅអាហារូបត្ថម្ភគ្រោះមហន្តរាយកើតចេញពីមនុស្សស្ថានភាពប្រទេសរបស់ខ្ញុំស្ថិតនៅក្នុងទុក្ខលំបាករហូតមកអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិមកពីទូទាំងសកលលោកមានអង្គការជាង 3,500 បានចូលមកកម្ពុជាស្ថិតនៅលំដាប់ទី2បន្ទាប់ពីប្រទេសរ៉ាន់ដានៅទ្វីបអាហ្វ្រិកនៅឆាជីខ្ញុំមានតួនាទីជាអ្នកថតរូបថតវីដេអូនិងសរសេរអត្ថបទព័ត៌មាននៅប៉ុស្តិ៍ទូរទស្សន៍ឆាជីមាននីតិផ្សាយផ្ទាល់សារព័ត៌មានតែងតែលើពាក្យផាន់សៅថងរាយការណ៍ពីកម្ពុជាមែនហើយផាន់សៅថងគឺខ្ញុំនេះឯង潘晓彤柬埔寨报道ក្រៅពីមានសមាជិកភាពជាអ្នកស្ម័គ្រចិត្តឆាជីខ្ញុំក៏ជាគណនេយ្យករមួយរូបរបស់ក្រុមហ៊ុនដឹកជញ្ជូនក្នុងក្រុងភ្នំពេញមួយនេះដែរថៅកែរបស់ខ្ញុំគឺលោកសៀមីងស៊ីន
គឺជាប្រធាននៃអង្គការមូលនិធិសប្បុរសធម៌ឈើជីប្រចាំកម្ពុជាអរគុណគាត់ណាស់ដែលបាននាំខ្ញុំឲ្យស្គាល់ឈើជីការផ្ដល់អាហារូបត្ថម្ភនិងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជូនដល់គ្រួសារដែលជួបទុក្ខលំបាកនៅតាមតំបន់ផ្សេងៗគ្នាគឺជាការងារប្រចាំថ្ងៃរបស់អ្នកស្ម័គ្រចិត្តដំបូងឡើយខ្ញុំគ្រាន់តែថតរូបថតវីដេអូសរសេរអត្ថបទព័ត៌មានតាមធម្មតារហូតដល់ខ្ញុំបានជួបលោកយាយម្នាក់លោកយាយនិយាយហើយនិយាយទៀតថាជីវិតមួយនេះលំបាកពេកហើយខ្ញុំបានដាក់កាមេរ៉ានិងមេក្រូចុះពីដៃហើយឈោងដៃទៅអោបគាត់រាងតូចល្អិតទម្ងន់មិនដល់40គីឡូដូចខ្ញុំមិនដែលដឹងថាខ្លួនឯងមានឥទ្ធិពលខ្លាំងយ៉ាងនេះសោះពេលថៅកែឃើញរាងខ្ញុំតូចរុលទៅរុលមកក្នុងវងមនុស្សរហូតគាត់ចាប់ផ្ដើមហៅខ្ញុំថាកូនស្រមោចគាត់ថាឃើញស្រមោចតូចមែនតែសូមកុំមើលងាយតាមរយៈការសហការនិងបែងចែកការងាររាល់កម្លាំងដ៏តូចៗនេះអាចកែប្រែពិភពលោកបានដើម្បីបន្ថែមកម្លាំងយើងបានសហការជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោនៅកម្ពុជាដែលហៅកាត់ថាធីតានិងសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីស្របពេលចុះសួរសុខទុក្ខប្រជាជនតាមសហគមន៍យើងក៏បានផ្ដល់សេវាសុខាភិបាលឥតគិតថ្លៃពីសំណាក់សមាគមគ្រូពេទ្យស្ម័គ្រចិត្តឈើជីដែលមកពីបណ្ដាប្រទេសទូទាំងសកលលោកដែលជាបង្អែកដ៏ធំរបស់យើងបងស្រីសំសៅចិញ្ចឹមកូន3នាក់ដោយការរើអេតចាយពេលមានវត្តមានរបស់អ្នកឈើជីមិនត្រឹមតែផ្ដល់ជំនួយជាសម្ភារៈព្រមទាំងបានព្យាបាលដៃដែលបានគៀបដាច់ពីការរើសអេតចាយផងនោះកូនគាត់ទាំង3នាក់និងកូនអ្នកជិតខាងដោយមានការទំនុកបម្រុងពីឈើជីបានទទួលការអប់រំនៅសាលារៀនបងស្រីមានការអរគុណជាខ្លាំងនិងបានក្លាយជាអ្នកស្ម័គ្រចិត្តឈើជីចុះទៅជួយអ្នកដទៃដូចខ្ញុំដែរបើកឡានរយៈពេល5ម៉ោងខេត្តបាត់ដំបងដែលមានចម្ងាយប្រហែល300គីឡូម៉ែត្រពីក្រុងភ្នំពេញនៅទីនោះក៏មានការយកចិត្តទុកដាក់ពីឈើជីផងដែរតាមរយៈកញ្ចក់កាមេរ៉ាខ្ញុំមើលឃើញផ្ទាល់ភ្នែកនិងទទួលអារម្មណ៍ដឹងថាប្រទេសរបស់ខ្ញុំក្រោមការជួយជ្រោមជ្រែងពីអន្តរជាតិកំពុងតែខិតខំក្រោកឈរឡើងដោយភាពក្លាហានហើយ自己啊，都是你。他对自己啊。 មានអ្នកកំពុងជួយដល់អ្នកដទៃ 要这样啊？ អ្នកដែលធ្លាប់លំបាកធ្លាប់យំក៏អាចជួយទឹកភ្នែកប្រែជាមានស្នាមញញឹមថែមទាំងក្លាយជាអ្នកផ្ដល់ជំនួយវិញទៀតផងខ្ញុំពិតជាចង់យករឿងទាំងអស់នេះប្រាប់ទៅពិភពលោកឲ្យបានដឹងនេះជារឿងរ៉ាវនៅកម្ពុជាប្រទេសរបស់ខ្ញុំក៏ជារឿងរបស់ខ្ញុំដែរ